សួស្តីដល់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងរបៀបនៅក្នុងការ withdrawal ម្ដងអញ្ចឹងវីដេអូមុនយើងបានដាក់លុយឥឡូវនេះយើងដកលុយអញ្ចឹងនៅកន្លែងដកលុយហ្នឹងយើងអាចធ្វើការចុចចូលមកប៊ូតុងនេះក៏បានឬក៏ចុចកន្លែងនេះហ្មងក៏បានដែរអញ្ចឹងយើងចូលមកដល់កន្លែងហ្នឹងយើងចុចអសញ្ញាព្រួញចុះក្រោមហ្នឹងវានឹងនាំយើងមកកាន់កន្លែង withdrawal តែម្ដងដោយសារយើង withdrawal ទៅ bank របស់យើងអញ្ចឹងចុចកន្លែង withdrawal មកកន្លែង bank transfer ហ្នឹងមកនេះមកដល់ប៊ូតុងកន្លែងហ្នឹងអញ្ចឹងបើសិនយើងមាន account តែមួយទេគឺវាលុតមួយតែបើសិនជាយើងមាន account ច្រើនពីរឡើងទៅយើងត្រូវការ select យកគណនីរបស់យើងសិនហើយ bank ដូចគ្នាដោយសារតែពេលដែលយើងបើកគណនីហ្នឹងគឺយើងបានរើសធនាគារយើងរួចរាល់ហើយអញ្ចឹងយើង select ធនាគារយើងកន្លែងហ្នឹងមកហើយបើសិនជាកន្លែង payment method ដែលយើងបង្កើត account ដំបូងយើងដាក់ធនាគារ2កន្លែងហ្នឹងគឺវាលុត2តែម្ដងហើយយើងប្រើ ABA និង AC អញ្ចឹងយើងជ្រើសមួយណាក៏បានដែរហើយយើង select amount ដែលយើងចង់ withdrawal ដាក់ note ហ្នឹងខ្ញុំចុចសរសេរពាក្យ send ដាក់ send មកហើយចុច withdrawal អញ្ចឹងនៅពេលដែលយើងចុច withdrawal រួចរាល់វានឹងលោតពាក្យ request withdrawal successful អញ្ចឹងនៅពេលដែលវាលោតកន្លែងហ្នឹងមកហើយគឺរួចរាល់ហើយរងចាំតែក្រុមហ៊ុនយើងពិនិត្យមើលថាតើ amount ដែលយើងដកហ្នឹងត្រឹមត្រូវរួចរាល់នៅគឺគេ approve ភ្លាមលុយចូលធនាគារយើងភ្លាមតែម្ដងហើយបើសិនជាករណីដែលក្នុងការ withdrawal deposit នឹងមានសំណួរឬក៏ចម្ងល់ផ្សេងៗដែលអ្នកនរគ្នាអត់យល់អាចធ្វើការសួរក្រុមការងារយើងបានតែគាត់ប្រាប់តែបន្តិចគឺរួចរាល់តែម្ដង